សួស្តីកូនទាំងអស់គ្នាយើងមកបន្តពីមេរៀនទី8នេះយើងចូលមេរៀនទី9អក្សរដផ្សំជាមួយស្រៈតោះយើងអានជាមួយអ្នកគ្រូទាំងអស់គ្នាដអីដីអានថាដីដអៃដៃអានថាដៃដអ៊ំដុំអានថាដុំដអំដំអានថាដំដអាំដាំអានថាដាំដអូដោអានថាដោដអូដូរដោអានថាដោដអើដើរដើរអានថាដើរដអេដេងរដេអានថាដេកដអៃដៃអានថាកដៃដអាំដាំដអូដោអានថាដាំដោដអ៊ំដុំដអីដីអានថាដុំដីដអដោដអូដូងរដោអានថាដោះដោដអេដេងរដេខអោខោអានថាដេខោយើងអានល្បះបន្តទៀតដអាដាដអេដេងរដេខអោខោអានថាដាដេខោចអៅចៅកអែកែចអេចេះដអាំដាំដអូដោអានថាចៅកែចេះដាំដោយើងអានម្ដងទៀតកូនកុំភ្លេចថាតាមអ្នកគ្រូណាដៃ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 ដុំដុំដំដំដាំដាំដោដោដូដូដើដើដេដេកដៃកដៃដាំដោដាំដោដុំដីដុំដីដោះដូដោះដូដេខោដេខោដាដេខោដាដេខោចៅកែចេះដាំដោចៅកែចេះដាំដោការអានភ្ជាប់ជាអ្នកដបផ្សំជាមួយស្រៈរបស់យើងត្រូវបានចាប់ត្រឹមនេះអរគុណជួបគ្នានៅវីដេអូក្រោយ